នេះគឺជាគ្រឿងបង្គុំមួយប្រភេទដែលខ្ញុំចង់បានយូរហើយខ្ញុំប៉ងយូរហើយឥឡូវនេះខ្ញុំបានទិញវាមកបំពាក់នៅលើរថយន្តខ្ញុំហើយបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងការចាប់ដែកទប់ជើងបូមបងប្អូនទាំងអស់គ្នាចូលទៅកាន់រថយន្តរបស់ខ្ញុំកាត់មកដល់កន្លែងនេះខ្ញុំបានមកដកអាវ៉ាន់នេះពីវីរៈបុនថាមគ្រាន់តែលើវីរៈបុនថាមតែទៅថាឡូអូនអាវ៉ាន់មកដល់ហើយណាដល់ពេលខ្ញុំសប្បាយចិត្តមែនទែនគ្រាន់តែដល់ឃើញអាវ៉ាន់ហ្មងហើយលើកយកទៅឲ្យគេ scan តែម្ដងអញ្ចឹងណាមិនចាំបាច់ឲ្យគេឆែកឯព្រោះមួយហ្នឹងគឺមានតែរបស់ខ្ញុំទេហើយមើលខាងគាត់មើលមុខថាអ่ะបងបែរអត់តន់គេរើសមិនបែរឃើញដោយសារខ្ញុំស្គាល់របស់ខ្ញុំអញ្ចឹងណាបងយូរហើយបងប្អូនទាំងអស់គ្នាហើយខ្ញុំពិតជាអរគុណដល់បងប្រុសមែនទែនបងប្អូនខ្ញុំដាក់ Facebook គាត់នៅលើហ្នឹងបាទបងប្រុសតែងតែជួយ support ខ្ញុំពាក់ព័ន្ធជាមួយនឹងការរត់ទិញគ្រឿងបង្គុំរបស់អាកាំបរី02នេះគាត់ព្យាយាមជួយមែនទែន support មែនទែននៅក្នុងការជួយទិញជួយរកហើយបញ្ជាក់ប្រភេទដែកតឹងតួឡាននេះបាទយើងនិយាយស្រួលស្ដាប់ទៅគឺដែកសម្រាប់ទប់ចានបូមនេះគឺមានអត្ថប្រយោជន៍ច្រើនមែនទែនបើខ្ញុំស្ដាប់ក៏ដូចជាស្រាវជ្រាវតាម YouTube ទៅបើបងប្អូនណាដឹងខ្ញុំជួយខមមិនប្រាប់បន្ថែមផងអានេះខ្ញុំសូមនិយាយអ្វីដែលខ្ញុំបានដឹងណាបងប្អូនទាំងអស់គ្នាបើខ្ញុំបានដឹងមកពាក់ព័ន្ធជាមួយដែកដែលវាជាប្រភេទដែកទប់ជើងបូមនេះគឺវាជំនួយទៅលើការបើកបររបស់យើងវាអត់ឃ្លីងឃ្លោងបងប្អូនទាំងអស់គ្នាវាជួយទប់លំនឹងបានល្អអញ្ចឹងណាហើយជាស្ដែងមែនបងប្អូនទាំងអស់គ្នានៅពេលខ្ញុំដាក់វារៀងប្លែកពេលយើងអត់ដាក់មែនហើយបញ្ជាក់ប្រភេទចានបូមនេះជើងទប់ចានបូមនេះគឺជាប្រភេទមានបំពាក់នៅលើតែប្រភេទកាមេរីដែលមានបំពាក់ម៉ាស៊ីន6ទេបងប្អូនទាំងអស់គ្នាហើយបងប្អូនប្រហែលជាបានឃើញមុននឹងខ្ញុំដាក់ S ក្បាលដោយសារអីខ្ញុំមិនដឹងថាចាប់យ៉ាងម៉េចដោយសារអីទី1វាខុសកលៈគ្នាបន្តិចណាបាទអញ្ចឹងខ្ញុំដើរមកទ្រាំតរនឹកឃើញបងប្អូនទាំងអស់គ្នារនឹកដើម្បីកាច់ឲ្យវាកោងបន្តិចហើយខ្ញុំទេទៅបងប្រុសបាទខ្ញុំខទៅបងប្រុសទៀតបងប្រុសសួរថាតើយើងគួរធ្វើបែបណាបងខ្ញុំចាប់អត់ចូលទេដោយសារអីវាខុសក្បាលខ្ចៅគ្នាបន្តិចបងប្អូនបាទទៅពេលអញ្ចឹងខ្ញុំតែគាត់បានប្រាប់ថាអូនណែកុំខ្លាចកាច់វាទៅពុតវាបន្តិចទៅយើងដាក់ចូលហើយខ្ញុំនេះចេះតែភ័យលើកដំបូងណាខ្លាចកាច់ទៅវាខ្លាចកាច់ទៅមានបញ្ហាអញ្ចឹងណាជាក់ស្ដែងខ្ញុំយកវាទៅកាច់ជាមួយទ្វារផ្ទះមកគឺបានមែនឥឡូវនេះខ្ញុំកំពុងតែធ្វើការដោះចានបូមបងប្អូនទាំងអស់គ្នាហើយខ្ញុំមានជំនួយការខ្ញុំមួយបាទគាត់នេះជាងហើយបាទហ្នឹងហើយឥឡូវយើងធ្វើការដោះខ្ញុំកំពុងតែធ្វើការមូលវាចេញហើយបងប្អូនទាំងអស់គ្នានេះខ្ញុំដាក់រូបនៅលើនេះបងប្អូនទាំងអស់គ្នារថយន្តប្រភេទដែលគេលេងលបឿនភាគច្រើនណាគឺมันអាចខ្វះបានទេអាជើងទប់លំនឹងបូមហ្នឹងបងប្អូនទាំងអស់គ្នាបាទគឺវាជួយទប់លំនឹងមែនតើបាទនៅពេលឡានយើងរត់លឿនណាបាទឬក៏ធ្លាក់អីចឹងទៅវាអត់សូវផេលផែលបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយវីដេអូនេះខ្ញុំចេញមកខ្ញុំគ្រាន់ចង់ចែកម្លែកចំណេះដឹងឲ្យបងប្អូនទាំងអស់គ្នាហើយដែលសំខាន់ណាបងប្អូនទាំងអស់គ្នាការរត់នេះខ្ញុំលើកដំបូងឲ្យដែលខ្ញុំធ្វើការដោះខ្ចៅចានបូមតែខ្លួនឯងដែលខ្ញុំអត់មានមូលដ្ឋានគ្រឹះមែនតើខ្ញុំដោះព្រាវតែបានតែបងប្អូនខ្ញុំមួយនេះហើយខ្ញុំឆាតទៅសួរបងប្រុសគាត់ថាដោះទៅបងប្អូនមួលទៅគ្រាន់តែយើងដោះខ្ចៅនឹងចេញមកយើងដាក់ហ្នឹងទៅរត់ធម្មតាទៅបានហើយជាក់ស្ដែងគឺជោគជ័យមែនបាទហើយបងប្អូនខ្ញុំវាប្រាប់ដែរបងប្អូនខ្ញុំពេលអាវខៀវឈើហ្នឹងបងប្អូនទាំងអស់គ្នាទឹកបិចហ្នឹងគឺគាត់ជាជាងឡានស្រាប់អញ្ចឹងណាបាទឥឡូវខ្ញុំធ្វើការមួលដោះមើលក្រដៃខ្ញុំក៏អត់សូវតំណើដែរបងប្អូនបាទប៉ុន្តែការងារខ្លះការងារនេះបើសិនខ្ញុំយកទៅឲ្យជាងដាក់យ៉ាងតូចណាស់ក៏ជាងស៊ីឈ្នួល10រៀលទៅ5-10រៀលដែរអាហ្នឹងនៅតាមតំបន់ខ្ញុំណាបើតំបន់បងប្អូនខ្ញុំមិនដឹងពួកគាត់យកប៉ុន្មានទេអញ្ចឹងណាបាទតំបន់ខ្ញុំនេះសេវាកម្មរៀងថ្លៃបន្តិចហើយហ្នឹងហើយតែតាមកន្លែងនេះទេបងប្អូនបាទហើយខ្ញុំសុខចិត្តដាក់វាដោយខ្លួនឯងទៅបើថាដាក់ចូលមិនចូលចាំយើងទៅរើជាងបាទហើយខ្ញុំទាញកាមេរ៉ាមកគៀកឲ្យបងប្អូនមើលបាទពីសកម្មភាពនៃការដោះនិងការដាក់អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទហើយមកដល់កន្លែងនេះខ្ញុំសុំផ្សារតិចបងប្អូនទាំងអស់គ្នាដោយសារកន្លែងនេះខ្ញុំកំពុងតែវល់ខ្លាំងមែនតើហើយដាក់អត់ចូលបងប្អូនទាំងអស់គ្នាបងប្អូនឃើញវាខុសកលៈហើយខ្ញុំកំពុងជជែកគ្នាបងប្អូនថាអូនណាអត់ទេអត់ត្រូវទេអូនណាអត់ត្រូវទេបងប្អូនខ្ញុំប្រាប់ថាបើឯងឆាបខ្ចៅនឹងតិចខ្ញុំប្រាប់ថាអត់ឆាបខ្ចៅទេឆាបខ្ចៅល្មិចឆាបខ្ចៅខើចបាត់แล้วនឹងខំចែកទេយឺនយន្តហើយបាទគេថាអីចុះបើឯងឆាបខ្ចៅបើឯងធ្វើម៉េចចុះហើយខ្ញុំក៏បានប្រាប់ថាហេជាមួយបងតេទៅសួរបងប្រុសសិនអញ្ចឹងណាបាទឥឡូវជាស្ដាយខ្ញុំតេបានរួចរាល់ហើយបងប្អូនទាំងអស់គ្នាបាទខ្ញុំបានកាច់រួចរាល់ខ្ញុំកាច់ពុតវារួចរាល់ហើយអញ្ចឹងខ្ញុំយកវាទៅកាច់ជាមួយនឹងទ្វារផ្ទះបន្ទាប់មកវារៀងវាបន្តិចបន្ទាប់មកខ្ញុំយកកណាត់ទ្រប់ដើម្បីយកកបិតទៅដំឲ្យវាមកវិញស្មើវិញអញ្ចឹងបាទពេលយើងដាក់ចូលអានេះគឺយើងដាក់ចូលហើយឥឡូវនេះខ្ញុំធ្វើការរឹតខ្ចៅ finally ទីបំផុតគឺខ្ញុំបានចាប់អានេះជោគជ័យបងប្អូនទាំងអស់គ្នាដាក់ចូលទៅតាមកលៈវាអញ្ចឹងណាហើយយើងគ្រាន់ធ្វើការមូខ្ចៅទៅអញ្ចឹងនេះជាបទពិសោធន៍មួយសម្រាប់បងប្អូនដែលចង់ទិញប្រភេទជើងកំណល់កលបូមនេះយកទៅដាក់រថយន្តបងប្អូនទាំងអស់គ្នាសូមមើលវីដេអូខ្ញុំទៅបាទជាមេរៀនហើយបើសិនជាដាក់ទៅវាខុសកលៈគ្នាតិចតួចបងប្អូនអាចកាច់ពុតវាមកបានអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទព្រោះការដឹកជញ្ជូនមកវាតែតែមានវីចមានអីអញ្ចឹងណាហើយឡាននីមួយៗវាតែតែមានខុសគ្នាបន្តិចឲ្យបងប្អូនទាំងអស់គ្នាបន្តិចយើងដាក់ចូលណាបាទឥឡូវយើងធ្វើការរឹតហើយខ្ញុំរឹតនេះគឺខ្ញុំប្រយ័ត្នមែនតើដោយសារតែលើកដំបូងគឺខ្ញុំខ្លាចរឹតទៅទ្រុកក្បាលខ្ចៅចានបូមអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទ
នឹងហើយខ្ញុំព្យាយាមធ្វើអីគឺខ្ញុំធ្វើឲ្យច្បាស់លាស់រឿងខ្លះខ្ញុំមិនចេះមែនប៉ុន្តែខ្ញុំព្យាយាមសិក្សាវាហើយខ្ញុំព្យាយាមធ្វើវាដោយប្រុងប្រយ័ត្នយកចិត្តទុកដាក់គឺចុងក្រោយខ្ញុំនឹងអាចធ្វើវាបានអញ្ចឹងណាខ្ញុំចំណាំមើលខ្លួនឯងបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅពេលដែលទិញអានឹងខ្ញុំមកដាក់បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាចេះដាក់នៅពេលដែលមើលវីដេអូខ្ញុំនេះរួចរាល់ហើយបាទអញ្ចឹងណាហើយបងប្អូនព្យាយាមរឹតឲ្យតាំងដៃតែកម្រិតខ្លាំងពេកอย่าទ្រុកខ្ចៅបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានចំណេះដឹងពាក់ព័ន្ធជាមួយនឹងការចែករំលែកទៅលើការដាក់ដែកបាទទប់ចានបូមអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអរគុណបាទបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេច like share និង comment ចូលទៅមើលវីដេអូខ្ញុំលើ YouTube ផងបាយបាយបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀត